ខ្ញុំកតិចមាសបាទខ្ញុំកតិចមាសបាទនេះគឺជាលក្ខណៈនៃការបំផ្លាញរបស់វាភាគច្រើនវាស៊ីប្រភេទត្រួយខ្ចីបាទជំរាបសួរពុកម៉ែបងប្អូនដែលជាអ្នកដាំចន្ទទីទាំងអស់គ្នាបាទនេះដោយសារតែដើមរដូវនេះភាគច្រើនយើងឃើញជួបបញ្ហាដាច់ស៊ីដាច់ត្រួយអញ្ចេះបាទហើយនឹងពពួកមូសតែប៉ុន្តែចំពោះការបំផ្លាញលក្ខណៈបែបនេះបាទឃើញដាច់ត្រួយឬក៏ស្នាមបំផ្លាញស្លឹកកឆតហ្នឹងបាទអាហ្នឹងគឺគេហៅកូម៉បាទឬក៏ហៅម្យ៉ាងទៀតថាខ្ញុំកតិចមាសបាទខ្ញុំកតិចមាសបាទនេះគឺជាលក្ខណៈនៃការបំផ្លាញរបស់វាភាគច្រើនវាស៊ីប្រភេទត្រួយខ្ចីបាទត្រួយខ្ចីទៅចាញ់អញ្ចឹងណាបាទនេះជាបំពង់លាស់ថ្មីបន្ទាប់ពីខ្ញុំបានតែងមេឃទេប៉ុន្តែនៅខាងលើនោះក៏វាមានស៊ីដែរសម្រាប់ប្លុកត្រួយថ្មីមកណាបាទប៉ុន្តែពិបាកថតបន្តិចហើយណាមួយទៀតវាទៅតែប្លុកត្រួយមកតិចទេអញ្ចឹងវាស៊ីអានេះមុនបាទអាណាដែលចេញត្រួយមុនវាស៊ីមុនហើយបើសិនជាយើងមិនបានកម្ចាត់វាទេវាអាចបន្តពូជបំផ្លាញដល់ដំណាក់កាលដែលស្វាយចន្ទីរបស់យើងចេញត្រួយច្រើននៅដំណាក់កាលចេញត្រួយច្រើនណាបន្ទាប់ពីយើងបាញ់ជំរុះស្លឹកឬក៏បាញ់បញ្ចេញត្រួយហ្នឹងបាទមួយនេះក៏ជាការបំផ្លាញដោយសារខ្ញុំកតិចមាសឬក៏សត្វគោម៉នឹងដូចគ្នាបាទហើយនេះចំពោះកំណត់សម្គាល់អាចរបស់វាណាយើងមើលមកផ្លែតយើងគិតថាប្រភេទអាចតកើឯប៉ុន្តែតាមពិតទៅមិនមែនទេអាចខ្ញុំកតិចមាសឬក៏អាចសត្វគោម៉នឹងឯងហើយជាទូទៅវាចេញមកបំផ្លាញនៅពេលដែលថ្ងៃលិចត្រជាក់វាចាប់ផ្ដើមចេញមកហើយបងប្អូនពុកម៉ែបងប្អូនយើងគួរតែប្រយ័ត្នប្រយែងទាំងអស់គ្នាណាព្រោះនេះវាបំផ្លាញខ្លាំងគួរសមដែរត្រួយណាចេញមកមុនគឺវាបំផ្លាញមុនហើយប្រយ័ត្នប្រយែងមួយទៀតពពួកមូសតែអញ្ចឹងសម្រាប់ដំណាក់កាលដែលយើងបាញ់ជំរុះស្លឹកយើងអាចបាញ់លាយជាមួយពពួកថ្នាំក្តាមមកហើយដើម្បីការពារវាថ្នាំក្តាមឬក៏ពពួកអ៊ីមីដាក្លូព្រីតលេខ 10% ឬក៏លេខ 25% អញ្ចឹងណាឬក៏អាសេតាមីព្រីតបូកមួយប្រូវីស៊ីនប៉ុន្តែអាសេតាមីព្រីតបូកមួយប្រូវីស៊ីនហ្នឹងវាមានតម្លៃយ៉ាងខ្ពស់អញ្ចឹងសម្រាប់ដំណាក់កាលដំបូងយើងប្រើថ្នាំទូហ្មងទៅដើម្បីកាត់បន្ថយការចំណាយបាទកាត់បន្ថយការចំណាយហើយមួយវិញទៀតវាបាញ់បានទាំងតកើទាំងពពួកសត្វបឺតជក់អញ្ចឹងណាខ្ញុំរីខមមិនឬក៏ខ្ញុំណែនាំឲ្យប្រើពពួកថ្នាំក្តាមស៊ីប៉ែមេត្រីន 5% ឬក៏ 10% ឬក៏ 25% អានឹងទៅតាមលទ្ធភាពវាអាចភាគរយកាន់តែខ្ពស់តម្លៃរបស់វាកាន់តែកើនបន្តិចបាទតែភាគរយខ្ពស់ក៏ប្រសិទ្ធភាពរបស់វាខ្ពស់ទៅតាមនឹងដែរបាទដូចប្រាប់ពីដើមវីដេអូអញ្ចឹងអានេះខ្ញុំគ្រាន់តែជាឧទាហរណ៍ថាពាក់ព័ន្ធជាមួយនឹងការបំផ្លាញរបស់វាទេប៉ុន្តែបំពង់មកថ្មីនេះយើងគិតថាវាមិនសូវជាមានប្រយោជន៍អីទេប៉ុន្តែបើសិនជាយើងមិនកម្ចាត់វាឲ្យបានទាន់ពេលវេលាទេវាអាចបន្តពូជទៅដល់ជំនាន់ក្រោយបាទហើយអាសត្វគោម៉នេះវាបំផ្លាញសឹងតែមករដូវពេញចាប់ពីចេញត្រួយរហូតដល់យើងប្រមូលផលណាបាទវាអស់ពីបំផ្លាញត្រួយវាចាប់ផ្ដើមទៅបំផ្លាញកញ្ចុំផ្កាបាទអស់ពីបំផ្លាញកញ្ចុំផ្កាវាទៅស៊ីក្តាប់ម្ដងបាទអានេះវាចង្រៃដែរបាទនេះការបំផ្លាញរបស់វាហើយដោយសារតែចការរបស់ខ្ញុំដែលខ្ញុំបាញ់ជំរុះក្នុងថ្ងៃហ្នឹងខ្ញុំបានលាយពពួកថ្នាំកម្ចាត់របស់វាហើយបាទនេះខ្ញុំបាញ់បន្ទាប់ពីខ្ទង់ជាកន្លះម៉ោងឃើញវាចាប់ផ្ដើមងាប់បដាហើយបាទគ្រាន់តែបញ្ជាក់ជូនបន្តិចថ្នាំក្តាមហ្នឹងត្បិតតែវាធូរថ្លៃប៉ុន្តែយើងអាចបាញ់ត្រឹមដំណាក់កាលដំបូងបាញ់ទី1យើងអាចបាញ់ក្នុងអំឡុងពេលយើងបាញ់ជំរុះស្លឹកទី2យើងបាញ់អូសឬអ្នកខ្លះថាបាញ់ជន់មួយជើងទៀតចឹងណាប៉ុន្តែភាសាដែលជាកសិករយើងតែងហៅថាបាញ់អូសបាទយើងដាក់ម្ដងទៀតទៅឬក៏ចាប់ផ្ដើមពូជផ្កាយើងអាចបាញ់អានឹងម្សាទៀតព្រោះវាចំណេញលុយដូចខ្ញុំថាអញ្ចឹងយើងតាណាដែលយើងកាត់បន្ថយបានក៏យើងកាត់បន្ថយចំណាយទៅព្រោះយើងធ្វើដើម្បីចំណេញអញ្ចឹងបើខ្ពស់តែទិន្នផលប៉ុន្តែការចំណាយរបស់យើងវាច្រើន
ក៏វាបានត្រឹមតែមកល្អមើលដែរបាទនេះក៏ជាការបំផ្លាញដោយសារតាសត្វគោម៉ឬក៏ខ្ញុំកតិចមួយនឹងដូចគ្នាពុកម៉ែបងប្អូនឃើញអត់វាបំផ្លាញឡើងខ្ទេចហ្មងគ្រប់ត្រួយអត់មាននៅសល់ទេបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំអត់មានអីទេគ្រាន់តែជួយគ្រាន់តែចង់ផ្ដាំទៅដល់ពុកម៉ែបងប្អូនទាំងគ្នាប្រយ័ត្នប្រយែងទៅបាទបើអាសាសង្កេតមើលទៅបើសិនជាវាមានការបំផ្លាញហើយក៏យើងបាញ់ថ្នាំកម្ចាត់វាឲ្យទាន់ពេលវេលាទៅបាទសិតតែជាការបំផ្លាញរបស់វាហើយបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណសូមជម្រាបលា